គាត់បញ្យល់មេរៀននឹងបានល្អហើយគាត់ក៏ប្រាប់ពីរបៀបពិសោធន៍ការនៅវិទ្យាល័យខ្ញុំចូលចិត្តលោកគ្រូកណិតទី1ខ្ញុំចូលចិត្តការតេញហើយវាតាក់ទងនឹងប្រវត្តិសាស្ត្រខ្មែរដែរខ្ញុំចូលចិត្តកណិតចូលចិត្តមុខវិជ្ជាខ្មែរចូលចិត្តមុខវិជ្ជាកណិតខ្ញុំចូលចិត្តរូបវិទ្យាជាងគេបងដោយសារតែរបៀបរបបអាហាររស់នៅរបស់ជនខ្មែរពីដើមរហូតដល់ឥឡូវហើយនឹងអត្តចរិតរបស់ខ្មែរយើងចំណុចអីដែលគាត់បរៀនទៅយើងចាប់បានតែយើងចូលចិត្តឡើងហ្នឹងនៅពេលដែលគាត់បរៀនហ្នឹងគាត់បញ្យល់បានដិតដល់អាចហើយខ្ញុំគាត់ថាពេលគាត់បរៀនវាដូចអត់សូវ stress ហើយវាដូចសុបាយជាងពេលរៀនមុខវិជ្ជាផ្សេងរៀនមួយគាត់ពេល relax ហ្នឹងភាសាគាត់បញ្យល់មួយច្បាស់ជាប្រវត្តិព្រោះអីគាត់ប៉ិនបកស្រាយគាត់ប៉ិននិយាយពីប្រវត្តិសាស្ត្រទី1ក៏គាត់និយាយពីប្រវត្តិសាស្ត្រនៅក្នុងសង្គមគាត់បរៀនមកលក្ខណៈគាត់ច្បាស់លាស់រូបមន្តគាត់ផ្ដល់ឲ្យច្បាស់លាស់ហើយឆ្ពោះគ្រូប្រវត្តិខ្ញុំគាត់ចេះចិត្តនិយាយច្រើនពេលខ្លះយើងអាចនិយាយថាអូម៉ោងប្រវត្តិវាគោលងួយកេងប៉ុន្តែចំពោះខ្ញុំវិញម៉ោងប្រវត្តិគឺជាម៉ោងដែលយើងអាចដឹងអ្វីថ្មីហើយគាត់មានសំណួរមួយចង់សួរបងអូនណាពាក់ព័ន្ធនឹងការរៀនសូត្ររបស់បងអូនអាចជួយរៀបរាប់ថាមុខវិជ្ជាគ្រូណាដែលបងប្អូនចូលចិត្តជាងគេប្រវត្តិហីចំណុចអីដែលយើងចូលចិត្តមុខវិជ្ជាហ្នឹងអានឹងលោកគ្រូឬក៏លោកគ្រូហ្នឹងទី1ខ្ញុំចូលចិត្តការតេញហើយវាតាក់ទងនឹងប្រវត្តិសាស្ត្រខ្មែរដែរហើយចំណុចដែលខ្ញុំចូលចិត្តពីលោកគ្រូគាត់បរៀនយើងបានដឹកដល់អញ្ចឹងហើយគាត់បញ្យល់យើងតាមចំណុចនីមួយៗតាមមេរៀនចាអាចថាបាទនិយាយថាចំណុចពិសេសគឺកន្លែងដែលគាត់ផ្ដល់ចាដែលគាត់ផ្ដល់ជូនសិស្សអញ្ចឹងអាចជួយប្រាប់ឈ្មោះបន្តិចឲ្យប្រហែលឈ្មោះខាងចុងវិញបានអត់ឈ្មោះអីទៅចិត្តគ្រូអត់ស្គាល់ឈ្មោះគ្រូអត់គាត់ឈ្មោះអីហ៎អត់ចាំគ្រូមែនពីចុះយើងរៀនអនុវិទ្យាល័យហ៎មែនទេចាខ្ញុំរៀនអនុវិទ្យាល័យថ្នាក់ទី12អូខេអរគុណច្រើនណាចាអរគុណតែតកាលនៅក្នុងវិទ្យាល័យខ្ញុំចូលចិត្តមុខវិជ្ជាប្រវត្តិវិទ្យាហេតុអីមិនចូលចិត្តចំណុចល្អដែលយើងចូលចិត្តគាត់ហើយយើងអាចរៀបរាប់បានអត់ឆ្ពោះគ្រូប្រវត្តិខ្ញុំគាត់ចូលចិត្តនិយាយច្រើនពេលខ្លះយើងអាចនិយាយថាអូម៉ោងប្រវត្តិវាគោលងួយកេងប៉ុន្តែចំពោះខ្ញុំវិញម៉ោងប្រវត្តិគឺជាម៉ោងដែលយើងអាចដឹងអ្វីថ្មីហើយគាត់លក្ខណៈទៅគាត់ជាមនុស្សដែលមានចំណេះដឹងច្រើនគាត់ចូលចិត្តអានសៀវភៅអញ្ចឹងទៅភាគច្រើនពាក្យពេចន៍ដែលគាត់និយាយឲ្យយើងមកគឺវាមានភាពថ្មីហើយនឹងផ្លែច្រើនមែនទេហើយអាចប្រាប់ឈ្មោះគាត់បន្តិចបានអត់គ្រូហ៊ានអរគុណច្រើនដែរហូឥឡូវខ្ញុំចង់សួរមួយពាក់ព័ន្ធនឹងការរៀនសូត្រណាអតីតកាលក៏បានបច្ចុប្បន្នក៏បានដែរអូនអាចជួយប្រាប់បានថាបងអូនចូលចិត្តមុខវិជ្ជាគ្រូណាដែលបរៀនយើងចូលចិត្តមុខវិជ្ជាខ្មែរចំណុចល្អនៃការបរៀនមិនដែលយើងធ្វើឲ្យយើងចូលចិត្តគាត់គាត់យកចិត្តទុកដាក់បរៀនហើយគាត់បរៀនក្បោះក្បាយលោកគ្រូគាត់បញ្យល់ចិត្តទុកដាក់មកកូនសិស្សណាអត់សូវយល់អញ្ចឹងគាត់បរៀនម្ដងហើយម្ដងទៀតឲ្យយល់លោកគ្រូអញ្ចឹងហើយអាចប្រាប់ឈ្មោះគាត់បានឈ្មោះកតុយឈ្មោះក៏បានដែរអ្នកគ្រូចន្ទធីលោកគ្រូអូខេអរគុណច្រើនសួស្ដីបងស្ដីបងឥឡូវចង់សួរសំណួរមួយពាក់ព័ន្ធនឹងការដែលបងរៀនណាចាអតីតកាលក៏បានបច្ចុប្បន្នក៏បានចាបងអាចរៀបរាប់ថាមុខវិជ្ជាអីដែលបងចូលចិត្តជាងគេរៀនសម្រាប់ខ្ញុំតាំងពីបឋមរហូតដល់វិទ្យាល័យនេះខ្ញុំចូលចិត្តរូបវិទ្យាជាងគេបងដោយសារតែមានថាសប្បាយនៅក្នុងការយល់ពីបាតុភូតនីមួយហើយវាក៏ងាយស្រួលចាំដូចស្រួលធ្វើលំហាត់ដែរបងបើគ្រូវិញណាគ្រូដែលគាត់បរៀនចំណុចកណាដែលបងចាប់ថាល្អហើយពិសេសថាគាត់បរៀនទៅយើងចូលចិត្តមុខវិជ្ជាហ្នឹងដោយសារតែគាត់បញ្យល់ពីបាតុភូតអីប្លែកហើយធ្វើត្រូវនឹងចំណាប់អារម្មណ៍យើងដែលចូលចិត្តរបៀបប្លែកចង់ដឹងចង់ឮពីបាតុភូតនឹងផងទៅយើងក៏ចូលចិត្តទៅបងហើយគាត់ឈ្មោះគេយើងបរៀនយើងចូលចិត្តរៀនមួយគាត់សប្តាហ៍ហ្នឹងខ្ញុំរៀនមួយលោកគ្រូសេងវុធីចូលចិត្តឡើងគាត់បរៀនហ្នឹងអរគុណច្រើនអរគុណបងស្ដីបងមានសំណួរមួយចង់សួរពាក់ព័ន្ធនឹងការដែលបងរៀនពីអតីតកាលក៏បានឥឡូវក៏បានដែរបងអាចជួយរៀបរាប់ថាគ្រូមុខវិជ្ជាអីដែលបងចូលចិត្តជាងគេមុខវិជ្ជាខ្មែរបងខ្មែរចាចំណុចបរៀនមិនដែលយើងធ្វើយើងចូលចិត្តគាត់ដោយសារគាត់បញ្យល់មួយច្បាស់មាននេះទៀតអត់ដែលចូលចិត្តទេមុខវិជ្ជាដែលខ្ញុំចូលចិត្តទៀតប្រវត្តិ
ចឹងបងតើថងថាគ្រូខ្មែរចុះអាចស្គាល់ឈ្មោះគាត់ហើយដែលយើងចូលចិត្តគាត់ហើយគាត់បរៀន អ្នកគ្រូកំអៀង អូខេអរគុណច្រើន ចា ស្ដីបង ចាបងសួស្ដី ឥឡូវចង់សួរសំណួរមួយពាក់ព័ន្ធនឹងការដែលបងរៀនកន្លងមក ចាបង ពីអតីតកាលក៏បានបច្ចុប្បន្នក៏បានដែរអ្វីដែលបងធ្លាប់រៀនបងចូលចិត្តលោកគ្រូដែលមានរៀនមុខវិជ្ជាអីជាងគេ បើសម្រាប់ខ្ញុំចូលចិត្តបងសួរពីគ្រូបរៀន បាទគ្រូរៀនមុខវិជ្ជាអីចូលចិត្តជាងគេ ប្រវត្តិសាស្ត្រ វត្តសាស្ត្រ ចា ចំណុចល្អទៅណាដែលយើងចាប់អារម្មណ៍ហើយយើងចូលចិត្តណា គឺគាត់និយាយអំពីទី1គឺគាត់និយាយអំពីប្រវត្តិសាស្ត្រនៅក្នុងសង្គម ណែ ហើយទី2និយាយពីប្រវត្តិសាស្ត្រការធ្វើសង្គ្រាមតែអត់ហើយមួយទៀតនិយាយមកហើយការកកើតប្រាសាទអង្គរវត្ត ហើយនឹងនិយាយអំពីប្រវត្តិសាស្ត្រដូចជាសម័យប៉ុលពតអីចឹងទៅដែលតាក់ទងនឹងសង្គម ចូលចិត្តអាហ្នឹងណា ចា អាចប្រាប់ឈ្មោះគ្រូបានហើយខាងគ្រូខាងចុងហើយយើងគិតថាយើងចូលចិត្តគាត់ណាមុខវិជ្ជាហ្នឹងណាគ្រូណាក៏បានដែរដែលបងចូលចិត្តមុខវិជ្ជាប្រវត្តិចាំឈ្មោះខាងចុងគាត់អត់ ផ្លេចអស់ហើយបងដោយសារតែអូយូរដែរហើយតើទៅចាំចា អរគុណច្រើន ចាបងអរគុណ ហើយបង គឺស្អី បាទ បង ឥឡូវខ្ញុំមានសំណួរមួយចង់សួរមួយពាក់ព័ន្ធនឹងមុខវិជ្ជាដែលខ្ញុំចូលចិត្តរៀនជាមួយគ្រូមុខវិជ្ជាអីដែរ មុខខ្ញុំចូលចិត្តគឺរបៀបមុខវិជ្ជាប្រវត្តិសាស្ត្រហើយនិងជីវវិទ្យា ចំណុចបរៀនឡើយណាយើងចូលចិត្តព្រោះយើងចាំ ប្រវត្តិសាស្ត្រគឺធ្វើឲ្យខ្ញុំនឹងយល់ពីរបៀបរបបអាហាររស់នៅរបស់ជនខ្មែរពីដើមរហូតដល់ឥឡូវហើយនឹងអត្តចរិតរបស់ខ្មែរយើងតាំងពីដើមមកហើយចំណុចជីវវិទ្យាវិញគឺខ្ញុំចូលចិត្តរបៀបស្រាវជ្រាវចង់ដឹងចង់ឃើញអីប្លែកនឹងយល់ដឹងពីមនុស្សនិងរុក្ខជាតិ អាចប្រាប់គ្រូមួយឈ្មោះគាត់ឈ្មោះអីខាងចុង ខ្ញុំរៀនអត់ដែរគាត់ឈ្មោះគ្រូព្រោះខ្ញុំភ្លេចឈ្មោះគាត់រហូត អរគុណច្រើន ចាពួកអរគុណ ជួបបងមួយទៀតបាទសួស្ដីបង ចាជិះសួរបង ខ្ញុំមានសំណួរមួយចង់សួរពាក់ព័ន្ធនឹងការរៀនសូត្រអតីតកាលក៏បានឥឡូវក៏បានដែរ ចា គឺបងអាចរៀបរាប់ថាបងចូលចិត្តគ្រូមុខវិជ្ជាអីបរៀនជាងគេ ការនៅវិទ្យាល័យខ្ញុំចូលចិត្តលោកគ្រូកណិត គ្រូគណិតចំណុចល្អទៅណាយើងធ្វើឲ្យយើងចូលចិត្តគាត់ គាត់បរៀនល្អហើយមកចត់ប៉ុន្តែគាត់មានភាពស្និទ្ធស្នាលជាមួយកូនសិស្សពេលបរៀនមួយគាត់អត់មានអារម្មណ៍ថាភ័យទេសុបាយ បាទអាចប្រាប់ឈ្មោះបានទេបើស្គាល់ឈ្មោះគាត់ណា លោកគ្រូសុផាត អូខេអរគុណច្រើនសួស្ដីបង ចាសួស្ដីបង បាទឥឡូវមានសំណួរមួយចង់សួរពាក់ព័ន្ធនឹងការដែលបងរៀនបច្ចុប្បន្នក៏បានអតីតកាលក៏បានដែរបងចូលចិត្តមុខវិជ្ជាគ្រូណាជាងគេ ខ្ញុំសុំយកពីសាកលវិទ្យាល័យបង សាកលវិទ្យាល័យហ៎មុខវិជ្ជាអីគេចូលចិត្តជាងគេ QGIS បង QGIS ចា អាចដឹងថាអាហ្នឹងភាសាខ្មែរតែមិនអត់ អាហ្នឹងពេលរៀនហ្នឹងគាត់ដាក់តាក់ទងជាមួយនឹងផែនទីបងតា ផែនទីចឹងចូលចិត្តលោកគ្រូនេះជាងគេ ចា ចំណុចអីដែលគាត់បរៀនទៅយើងចាប់បានតែយើងចូលចិត្តឡើងហ្នឹង នៅពេលដែលគាត់បរៀនហ្នឹងគាត់ទៅយល់បានដិតដល់ហើយណាមួយតាក់ទងជាមួយនឹងមុខវិជ្ជាដែលបរៀនហ្នឹងលោកគ្រូគាត់និយាយអាចហើយអត់ អីទេអត់ទេ អាចថាការវាជាមុខវិជ្ជាមួយដែលសំខាន់សម្រាប់សម្រាប់និស្សិត និងសម្រាប់ប្រជាជននៅក្នុងដោយសារតែមុខវិជ្ជាហ្នឹងវាតាក់ទងជាមួយនឹងផែនទីទាំងផែនទីមិនថាផែនទីស្រុកផែនទីឃុំនិងផែនទីប្រទេសទាំងមូលហើយវាប្រមូលទិន្នន័យទាំងទិន្នន័យទឹកភ្លៀងទិន្នន័យគ្រោះរាំងស្ងួតទាំងទិន្នន័យចម្រៀងហើយនិងការឡើងកម្ដៅនៅក្នុងប្រទេសយើងបានយល់អាចចាំឈ្មោះគ្រូអត់កន្ទុយឈ្មោះ លោកគ្រូឈ្មោះយ៉ាវណេត បាទអរគុណច្រើនស្ដីបង Hello ឥឡូវបងមានសំណួរមួយចង់សួរបងណា ចា បងផ្ទាល់អាចរៀបរាប់ពីគ្រូដែលយើងចូលចិត្តមុខវិជ្ជាអីដែលយើងចូលចិត្តគាត់ ចូលចិត្តអង់គ្លេស អង់គ្លេសហើយចំណុចឡើយណាយើងថាចូលចិត្តគាត់អង់គ្លេស ដោយសារតែអង់គ្លេសឥឡូវនាំមុខហើយបងអញ្ចឹងដូចត្រូវការធ្វើការងារអី
វាត្រូវការអង់គ្លេសច្រើន អូចំណុចដែលយើងចូលចិត្តគឺដោយសារយើងមានតម្រូវការច្រើនមែនទេ ចា អាចលើកចំណុចពិសេសថាយើងចូលចិត្តគ្រូដែលគាត់បរៀនអង់គ្លេសនេះបានទេគាត់បរៀនមិនខ្លះមកយើងចូលចិត្តចាំគាត់ គាត់បញ្យល់រហ័សយល់ហើយរៀនមួយគាត់វា relax ហ្នឹង អូបងប្អូននេះអង់គ្លេសប្រហែលជាអង់គ្លេសអាចជួយនិយាយអង់គ្លេសបន្តិចឲ្យណែនាំបន្តិចបានអត់ Okay. Hello guys, my name is Lisa and I study at Premne Wong High School. I'm 18 years old. អូខេអរគុណច្រើន អរគុណបង អរជួបបងប្អូនមកក្រុមសិនសួស្តីបងប្អូន បង បាទមានសំណួរចង់សួរបងប្អូនស្រីមួយសិន ឥឡូវចង់សួរតាក់ទងនឹងការរៀនសូត្របងប្អូនណា ចាបង ចង់និយាយថាបងប្អូនផ្ទាល់ចូលចិត្តលោកគ្រូមុខវិជ្ជាអីដែរការរៀនណាឬក៏កំពុងរៀនក៏បានដែរ ខ្ញុំចូលចិត្តអង់គ្លេសបង មុខវិជ្ជាអង់គ្លេសគ្រូចំណុចកន្លែងណាដែលយើងចូលចិត្តការបរៀនរបស់គាត់ទៅ ខ្ញុំគិតថាពេលគាត់បរៀនវាដូចអត់សូវ stress ហើយវាដូចសុបាយជាងពេលរៀនមុខវិជ្ជាផ្សេងៗដោយសារខ្ញុំអត់សូវប្រកែកខាងគិតដែរវិជ្ជាសាស្ត្រខ្ញុំគិតថាវាធន់បងអញ្ចឹងពេលរៀនអង់គ្លេសទៅមានអារម្មណ៍ថាវាចិត្តគ្រាន់តែសុបាយហើយវាដូចអីដែលខ្ញុំចូលចិត្តហ្មងអាហ្នឹង អាចថាលោកគ្រូដែលយើងចូលចិត្តហ្នឹងប្រហែលឈ្មោះកតុយបានហើយឈ្មោះអីគេ គាត់ឈ្មោះ Date បង ឈ្មោះ Date គ្រូ Date អាចណែនាំជាភាសាអង់គ្លេសបានអត់ណែនាំខ្លួនហ៎ Okay. Okay, hello guys. My name is Sun Supon. I am a grade 12 student, and I'm from Banabong. I study in Manibong High School. Yes. Thank you អរគុណច្រើនហើយបង ចាជម្រាបសួរបង ខ្ញុំចង់សួរសំណួរមួយអំពីអតីតកាលក៏បានបច្ចុប្បន្នក៏បានដែរពាក់ព័ន្ធនឹងការអប់រំណាអូនចូលចិត្តមុខវិជ្ជាអីជាងគេការរៀនណា សម្រាប់ខ្ញុំ លោកគ្រូណាដែរ រូបវិទ្យា រូបវិទ្យាចំណុចអីដែលលោកគ្រូបរៀនល្អៗធ្វើឲ្យយើងចូលចិត្តគាត់ទៅ គាត់បរៀនមកលក្ខណៈគាត់ច្បាស់លាស់រូបមន្តគាត់ផ្ដល់ឲ្យច្បាស់លាស់ហើយដោះស្រាយបានល្អនិយាយទៅមកពីចំណុចចិត្តខ្ញុំចូលចិត្តនឹងដែរ ចូលចិត្តហើយចឹងយើងចូលចិត្តគាត់ចំណុចច្បាស់លាស់ហ្នឹងមែនទេ ចា ហើយអាចជួយប្រាប់ឈ្មោះបានមកជួបបងប្អូនមួយទៀតសិនណាស្ដីបងប្អូនបាទអូខេចឹងឥឡូវពូមានសំណួរមួយចង់សួរពាក់ព័ន្ធនឹងការរៀនបងប្អូនណាពីបច្ចុប្បន្នក៏បានអនាគតកាលពីអតីតកាលក៏បានដែរចង់សួរថាគ្រូមុខវិជ្ជាអីដែលបងចូលចិត្តជាងគេ ខ្ញុំចូលចិត្តគណិតគ្រូ អញ្ចឹងហើយចំណុចល្អកណាយើងចូលចិត្តគ្រូហ្នឹងគ្រូ ចាគាត់បរៀនបានល្អហើយគាត់ពេលគាត់បរៀនទៅយើង ចំណុចល្អចំណុចណា ចំណុចល្អរបស់គាត់អ បាទ ឺ ព្រោះយើងចាំណា គាត់មានវិធីសាស្ត្រមួយរៀនអត់ចាំយើងណាធ្វើឲ្យយើងរៀនខ្លួនឯងធ្វើឲ្យយើងរៀនខ្លួនឯងបែបទៅតាន់ខ្លួនឯងបើដូចដាក់ទៅកិច្ចការតែឲ្យពេលខ្លះគាត់អត់បញ្យល់យើងឲ្យយើងយកខ្លួនឯងដល់ពេលដល់សាលាគាត់បញ្យល់ថែម ខ្ញុំចូលចិត្តចឹងហ៎ ចា អាចជួយមិនសិនឈ្មោះគាត់មើលឈ្មោះលោកគ្រូអីលោកគ្រូអ្នកគ្រូ លោកអ្នកគ្រូនឹងឈ្មោះអ្នកគ្រូចាប់ថារៀននៅបរិញ្ញានៅសាលា USA បាទអរគុណច្រើនឥឡូវជួបបងប្អូនបាទសួស្តីបង ចាសួស្តីពូ ខ្ញុំចង់សួរសំណួរមួយសំណួរហ្នឹងពាក់ព័ន្ធនឹងការដែលបងរៀនបច្ចុប្បន្ននិងអតីតកាលណា ចាពូ ចង់សួរថាមុខវិជ្ជាអ្វីដែលបងស្រឡាញ់ជាងគេ មុខវិជ្ជាស្រឡាញ់ជាងគេប្រវត្តិវិទ្យាពូ វិជ្ជា ចា ហើយតែបានចូលចិត្តមុខវិជ្ជាហ្នឹងហើយមានប្រយោជន៍អី ប្រវត្តិវិទ្យាស្រួលរៀនហើយណាមួយជួយឲ្យយើងដឹងពីប្រវត្តិសាស្ត្ររបស់ប្រទេសកម្ពុជាយើងហើយនិងប្រទេសផ្សេងៗទៀត បាទចុះបើសិនជាចង់សួរពីគ្រូវិញយកគ្រូមុខវិជ្ជាអីដែលបងចូលចិត្តហើយហេតុអីបានចូលចិត្តចំណុចអីដែលយើងចូលចិត្តគាត់ដោយសារអីដែរ អ្នកគ្រូមុខវិជ្ជាប្រវត្តិព្រោះអីគាត់ប៉ិនបកស្រាយគាត់ប៉ិននិយាយពីប្រវត្តិសាស្ត្រពាក់ព័ន្ធនឹងមេរៀនអីចឹងពូ បាទអរគុណច្រើន អរគុណច្រើនពូ ស្ដី បាទឥឡូវខ្ញុំមានសំណួរចង់សួរបងអូនមួយណា ចា ពាក់ព័ន្ធជាមួយនឹងអតីតកាលឬក៏បច្ចុប្បន្នក៏បានដែរអូនអាចជួយប្រាប់បានថាមុខវិជ្ជាគ្រូថាគ្រូណាដែលបងចូលចិត្តជាងគេហើយមុខវិជ្ជាដែលគាត់បរៀននឹងចូលចិត្តហើយថាចំណុចណាដែលយើងចូលចិត្តហើយចូលចិត្តនឹងដោយសារអី ចូលចិត្តមុខវិជ្ជាគណិត ចំណុចល្អណាស់ខ្លះដែរយើងចូលចិត្តទៅ អ
គាត់មកបរិបានទាំងទាត់ហើយគាត់យកចិត្តទុកដាក់លើសិស្សណាពេលដែលសិស្សមិនយល់ចឹងគាត់ព្យាយាមបញ្យល់សិស្សឲ្យយល់ចំណុចមួយចឹង នឹងជាហេតុដែលយើងចូលចិត្តគាត់មែនទេ ចាហើយគាត់មកបរិបានទាំងទាត់ អញ្ចឹងចង់រៀនមួយគាត់ទៀតមែនទេ ចា អរគុណច្រើន ចា តាមសួស្ដីក្មួយ ចាសួស្ដីពូ មានសំណួរចង់សួរក្មួយមួយពាក់ព័ន្ធនឹងការរៀនសូត្ររបស់ក្មួយ ចា មួយការរៀនពីអតីតកាលក៏បានបច្ចុប្បន្នក៏បានមួយចូលចិត្តលោកគ្រូមុខវិជ្ជាអីជាងគេ ខ្ញុំចូលចិត្តលោកគ្រូមុខវិជ្ជាខ្ញុំជាងគេលោកពូ ចុះចំណុចល្អតាណាដែលយើងគិតថាយើងចូលចិត្តនិងពេញចិត្តចំណុចគាត់ណា សម្រាប់រូបវិទ្យាណានឹងគឺជាភាសាហើយនឹងមុខវិជ្ជាដែលខ្ញុំចូលចិត្តអញ្ចឹងនៅពេលដែលខ្ញុំរៀនមួយគាត់អញ្ចឹងទៅគាត់បញ្យល់មេរៀននឹងបានល្អហើយគាត់ក៏ប្រាប់ពីរបៀបពិសោធន៍អីច្បាស់លាស់ផងដែរទោះបីជាយើងអត់បានធ្វើវិស័យក្នុងសាលានោះទេប៉ុន្តែគាត់ឲ្យរបៀបជារបៀបធ្វើអីច្បាស់លាស់អញ្ចឹងទៅខ្ញុំអាចស្រួលងាយស្រួលក្នុងការស្ដាប់ហើយនឹងងាយស្រួលបើខ្ញុំចង់ធ្វើខ្លួនឯងក៏វាមានភាពងាយស្រួលផងដែរ អាចជួយចុចឈ្មោះឲ្យគាត់ឈ្មោះអីដែរ គ្រូលីវនរឿន អរគុណច្រើន ចាអរគុណ